បាទសួស្តីបងប្អូនអរគ្នាបងប្អូនយើងនេះជាសកម្មភាពដែលខ្ញុំលើកបកងបាទហើយទ្រង់នេះវិញ3 feet អ្នកនរគ្នាជំរឿទឹកវិញ50 feet បាទនិយាយទៅញាក់សាច់អើយទាញមកបាទហើយមកទ្រង់នេះបាទសិតញីអ្នកនរគ្នាទ្រង់នេះសបូញីបាទហើយនុយវិញយើងអត់មានអីច្រើនអ្នកគ្នានុយដាក់ក្បាល salmon ក៏បានសាច់បងប្អូនយើងបាទក្បាល salmon ក៏បានmacro ក៏បាន herring ក៏បានporky ក៏បានបើតែខ្ញុំ recommend ឲ្យដាក់ macro ហើយនឹង porky បាទវានៅបានយូរណាអ្នកគ្នាបើយើងដាក់ក្បាល salmon វាឆាប់ល្បេះសាច់បាទដាក់បានពីថ្ងៃ2ថ្ងៃហ្នឹងវាឆាប់ល្បេះចេញអស់ហើយបាទបើយើងដាក់ porky ល្អជាងបាទ porky ហើយ macro បាទហើយខ្ញុំអត់ចង់លុកច្រើនអ្នកគ្នាខ្ញុំគ្រាន់យកមួយចេញអ្នកគ្នាបានមើលបាទពួកនេះសត្វញីអ្នកគ្នាហើយខ្ញុំបិទវាចូលវិញទៅបាទកុំឲ្យបកគ្នាវាឃើញក្នុងទឹកណាអ្នកគ្នាក៏លោវាចូលបាទក៏លោវាឃើញហ្នឹងបកវានៅក្នុងទ្រុងចឹងស្រាប់ហើយវាចូលចឹងបាទអានេះរួចកំភៃតែវាងំអ្នកគ្នាអាទ្រុងនេះគេ design សម្រាប់បកងចេញចូលបានបាទអ្នកគ្នាខាន់លើកយូរបកងចេញបានហើយបាទយើងវាកំភៃតែខ្លាចងាប់បាទវាមិនលងទឹកងាប់ទេបកងបាទហើយបងប្អូនយើងសួរខ្លះសួរខ្ញុំថាអូទុកយូរចឹងអត់ខ្លាចងាប់ទេអត់ងាប់ទេបងអើយបាទនៅក្នុងទឹកវាលងទឹកទេបាទនេះធំមួយអ្នកនរគ្នាខ្ញុំយកទូរស័ព្ទថតហើយអូខេបាយ